5 មហោសថជាដកបញ្ញាបារមីភាពវាងវៃនិងប្រាជ្ញារបស់មហោសថកាលនៅជាកុមារភាពវាងវៃរបស់មហោសថទទួលបានការសពព្រះទ័យពីព្រះមហាក្សត្រដោយស្ញប់ស្ញែងនឹងបញ្ញាព្រះមហាក្សត្របានតែងតាំងមហោសថជាទីប្រឹក្សាក្នុងរាជវាំងការតែងតាំងនេះបានคล้ายទៅជាពរជ័យព្រោះមហោសថបានសង្គ្រោះព្រះមហាក្សត្រនិងនគរទាំងមូលម្ដងហើយម្ដងទៀតពីគ្រោះថ្នាក់រោគមិនអស់ថ្ងៃមួយមហោសថបានដឹងពីឧបាយកលរបស់ស្ដេចជលនីដែលមានគម្រោងវាយប្រហារនគរភ្លាមនោះមហោសថក៏បានចេញមករៀបចំផែនការទប់ស្កាត់ការវាយប្រហារនេះមហោសថថែមទាំងបាននាំខ្លួនព្រះរាជបុត្រីជាទីស្រឡាញ់របស់ស្ដេចជលនីធ្វើជាចំណាប់ខ្មាំងមហោសថបាននាំព្រះរាជបុត្រីព្រះមហេសីនិងព្រះអាយការបស់ស្ដេចជលនីយាងឡើងសំពៅតាមរយៈផ្លូវក្រំដីសម្ងាត់មួយទៅនគរ